បាទសូមអបអរសាទរនៅមរតកដូនតាដែលបានបន្សល់ទុកឲ្យបច្ឆាជនជំនាន់ក្រោយជាអ្នកអភិរក្សមរតកដូនតានៅរបាំត្រឹមទាំងអស់គ្នាសូមអបអរសាទរដែលកំឡុងហើយដូចជាលេងសុំតែជិតបរិសុទ្ធណាជារកាមុំបងអើយទៅក៏មុំបងថាអើយចេះតែកំឡុងហើយដូចជាលេងសុំតែជិតបរិសុទ្ធណាជារកាមុំបងអើយទៅក៏មុំបាទជំរាបសួរខ្ញុំបាទឈ្មោះជីងពៅជាអ្នករៀបចំកម្មវិធីភូមិយើងហើយជាដំបូងខ្ញុំបាទសូមថ្លែងអំណរគុណដល់រដ្ឋបាលឃុំខាងយើបាទដោយសារនៅថ្ងៃនេះគឺជាថ្ងៃទី9ខែមេសាឆ្នាំ2025រដ្ឋបាលឃុំខាងយើបានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តដើម្បីទទួលយកជ័យពរជ័យទទួលទេវតាឆ្នាំថ្មីហើយរដ្ឋបាលឃុំខាងយើគាត់បានផ្ដល់ឱកាសឲ្យក្រុមរបាំត្រុដិរតនភូមិយើងនេះនារីរតនភូមិយើងនេះបានទៅសម្ដែងសាកល្បងជាកិត្តិយសមែនទែនដែលរដ្ឋបាលឃុំខាងយើងបានផ្ដល់ឱកាសឲ្យក្រុមភូមិយើងបានចូលរួមសម្ដែងរបាំត្រុដិហើយយើងសង្កេតឃើញថាត្បិតតែជាការលើកដំបូងសម្រាប់ក្រុមរបាំត្រុដិរបស់យើងប៉ុន្តែមានការចាប់អារម្មណ៍ពីសំណាក់អលោកលោកស្រីលោកយាយលោកតាដែលបានចូលរួមពិធីសូត្រមន្តចម្រើនព្រះបរិត្តនៅវេលាព្រឹកមិញនៅរដ្ឋបាលគុំខាងយើងនេះគាត់ចាប់អារម្មណ៍ច្រើនហើយក៏គាត់អបអរសាទរហើយក៏ដូចជាមានពាក្យមួយចំនួនគាត់បានលើកឡើងថាវាជាលើកដំបូងសម្រាប់គុំខាងយើដែលទទួលបានរបាំត្រុដិរបាំប្រពៃណីដូនតាទៅសម្ដែងជូនពុកម៉ែលោកតាយាយទស្សនាផងដែរអញ្ចឹងនៅព្រឹកមិញហ្នឹងក៏រដ្ឋបាលគុំខាងយើក៏បានជួយឧបត្ថម្ភជាសំទោសជាថវិកាមួយចំនួនផងដែរសម្រាប់ក្រុមភូមិយើងនេះដើម្បីទិញសម្ភារៈត្រុដិបន្ថែមទៀតអញ្ចឹងក៏យ៉ាងណាក៏សូមអរគុណដល់រដ្ឋបាលគុំខាងយើងដែលបានផ្ដល់ឱកាសទទួលហើយមិនត្រឹមតែប៉ុណ្ណោះបានជួយឧបត្ថម្ភថែមទៀតផងអញ្ចឹងសូមអរគុណហើយក៏សូមគោរពជូនពរដល់រដ្ឋបាលគុំខាងយើងសមាជិកនៃរដ្ឋបាលគុំទាំងអស់សូមរកស៊ីទទួលទានមានបានតិចតិចជុំក្នុងក្រុមគ្រួសារជាពិសេសសុខភាពល្អបាទអរគុណអើយសូមគោរពអរជូនពរបបសុស្ដីក្នុងឱកាសអោឆ្នាំថ្មីថ្លៃឲ្យក្រុមអគ្រូសាណាកំឡុងហើយនៅគ្នាលេងបងតែចិត្តបរិសុទ្ធណាជារកំហើយថាចារាមុំបងអើយវិតមុំបងអើយចនកំឡុង